ទេតែសេចក្តីបានពណ៌នាអំពីពិធីផ្សេងៗក៏ការសិក្សាឧទាហរណ៍ពិធីបុណ្យ7ថ្ងៃតាមទំនៀមទម្លាប់ខ្មែរក្រោយពីនរណាម្នាក់បានទទួលមរណភាពគម្រប់ខួប7ថ្ងៃគ្រួសារសពតែងតែនាំគ្នាធ្វើពិធីបុណ្យមួយហៅថាបុណ្យ7ថ្ងៃដើម្បីឧទ្ទិសកុសលជូនអ្នកដែលបានតែទៅនឹងស្លាប់ទៅនោះមុនថ្ងៃចាប់ផ្ដើមធ្វើពិធីបុណ្យអ្នកផ្ដើមបុណ្យបានអញ្ជើញភ្ញៀវចិត្តឆ្ងាយឲ្យមកចូលរួមក្នុងពិធីបុណ្យអ្នកខ្លះទៀតតែទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យលុះដល់ព្រឹកថ្ងៃចាប់ផ្ដើមពិធីគេឃើញបងប្អូនញាតិមិត្តមកជួបរៀបចំសង់រោងបោសសម្អាតនិងតុបតែងកន្លែងរៀបចំពិធីលុះវេលារសៀលជាពេលប្រារព្ធពិធីបុណ្យអ្នកផ្ដើមបុណ្យបានមកឈរនៅខាងមុខរោងដើម្បីរងចាំទទួលភ្ញៀវពេលនេះមានភ្ញៀវយ៉ាងច្រើនកកប្រកបដោយសម្លៀកបំពាក់សមរម្យតាមប្រពៃណីខ្មែរមកចូលរួមក្នុងពិធីបុណ្យនៅពេលភ្ញៀវមកដល់អ្នកផ្ដើមបុណ្យលើកដៃសំពះទទួលរីឯភ្ញៀវក៏លើកដៃសំពះតវិញប្រកបដោយអរិយាប័ត្រទន់ភ្លន់ភ្ញៀវទាំងអស់បាននាំមកលើបច្ច័យនិងសម្ភារៈផ្សេងៗសម្រាប់ចូលរួមបុណ្យនិងពិធីភោជនីយដ្ឋានក្រោយពីពិធីភោជនីយអាហាររួចភ្ញៀវខ្លះក៏ត្រឡប់ទៅឋានវិញឯភ្ញៀវខ្លះនៅចូលរួមក្នុងពិធីសូត្រមន្តស្ដាប់ធម៌ទេសនាពេលល្ងាចព្រះសង្ឃនិមន្តមកសូត្រមន្តរួចសម្ដែងធម៌ទេសនាព្រឹកឡើងជាថ្ងៃបង្ហាញបុណ្យគេរៀបចំចង្ហាន់ប្រគេនព្រះសង្ឃធ្វើពិធីបង់សកលនិងឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់ទៅនៅចុងបញ្ចប់អ្នកដើមបុណ្យថ្លែងអំណរគុណចំពោះភ្ញៀវទាំងអស់ដែលបានចូលរួមឯភ្ញៀវក៏រៀបទៅលំនៅស្ថានរៀងខ្លួនវិញបាទបងសាទរមួយ